ទិវារត់ប្រណាំងស្ត្រីចម្ងាយ10 គីឡូម៉ែត្រដែលធ្វើឡើង4លើករួចមកហើយនៅរាជធានីភ្នំពេញរៀបចំដោយគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជា NOCC ក្រុមកិច្ចសហការជាមួយសវណ្ណភូមិ LOVE ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ដោយបានទាក់ទាញអ្នករត់ដែលភាគច្រើនជាស្ត្រីចូលរួមយ៉ាងច្រើនកកកជារៀងរាល់ឆ្នាំដោយសារតែមើលឃើញពីភាពវិវត្តប្រកបដោយភាពជោគជ័យនេះគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយសវណ្ណភូមិ LOVE សហការរៀបចំទិវារត់ប្រណាំងស្ត្រីចម្ងាយ10 គីឡូម៉ែត្ររយៈពេល5ឆ្នាំទៅមុខទៀតក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី30 ខែមករាឆ្នាំ2026នៅទីស្នាក់ការ NOCC ឯកឧត្តមវត្តចម្រើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជា NOCC បានចាត់ទុកសវណ្ណភូមិ LOVE ជាដៃគូល្អជាមួយ NOCC ជាដៃគូយូរអង្វែងនិងជាដៃគូដ៏ស្មោះត្រង់ក្នុងការធ្វើព្រឹត្តិការណ៍នេះឲ្យបានកាន់តែល្អថែមទៀតឯកឧត្តមបញ្ជាក់ថាទិវារត់ប្រណាំងស្ត្រីចម្ងាយ10 គីឡូម៉ែត្រលើកទី5ឆ្នាំ2026នេះនឹងត្រូវធ្វើឡើងនាថ្ងៃទី8 ខែមីនានៅសួនច្បារវត្តបទុមវតីរាជធានីភ្នំពេញក្រោមពាក្យស្លោករត់ដើម្បីសន្តិភាពនិងលើកតម្កើងតួនាទីស្ត្រីក្នុងសង្គមដោយបានទាក់ទាញអ្នកចូលរួមកាន់តែច្រើនពិសេសស្ត្រីមកទល់ពេលនេះមានអ្នកចុះឈ្មោះប្រមាណ 3000 នាក់ហើយគណៈកម្មការរៀបចំរំពឹងថាមានអ្នកចូលរួមអាចលើសពី 4000 នាក់ឯកឧត្តមលើកឡើងថាព្រឹត្តិការណ៍នេះរៀបចំឡើងដើម្បីលើកកម្ពស់សមត្ថភាព Gender ក្នុងការចូលរួមគ្រប់វិស័យក៏ដូចជាការលើកកម្ពស់យុត្តិធម៌នៅក្នុងសង្គមតាមរយៈការគោរពសមភាពរបស់ស្ត្រីក៏ដូចជាការរត់ក្រោមផ្នត់គំនិតរួមគ្នាដើម្បីសន្តិភាពផងដែរព្រោះឱកាសទាំងអស់នេះមិនអាចកើតមានឡើយបើគ្មានសន្តិភាពឆ្លៀតក្នុងឱកាសនោះលោកសែមផល្លាក្នុងនាមគណៈកម្មការរៀបចំបានសម្ដែងនូវមោទនភាពសម្រាប់ការរៀបចំពីមួយឆ្នាំទៅមួយឆ្នាំព្រឹត្តិការណ៍នេះបានក្លាយជាផ្នែកមួយក្នុងការបំផុសចលនាកីឡាដល់ប្រជាពលរដ្ឋនិងសង្គមតាមរយៈការតាក់ទាញការចូលរួមកាន់តែច្រើនក្នុងនោះស្ត្រីដែលត្រូវបានលើកកម្ពស់ជាពិសេសតាមរយៈនេះលោកបានបដិញ្ញានិងខិតខំពង្រឹងការរៀបចំឲ្យបានកាន់តែល្អប្រសើរដើម្បីធានាបាននូវសុវត្ថិភាពដល់អ្នករត់ទាំងអស់គួរបញ្ជាក់ថាទិវារត់ប្រណាំងស្ត្រីចម្ងាយ10 គីឡូម៉ែត្រនេះមានពីរវិញ្ញាសារួមមានរត់ចម្ងាយ10 គីឡូម៉ែត្រនិង4 គីឡូម៉ែត្រដែលត្រូវជួបជុំចេញដំណើរនៅព្រឹកព្រលឹមថ្ងៃទី8 ខែមីនានិងបញ្ចប់ទីនៅសួនច្បារវត្តបទុមវតីចំពោះការចុះឈ្មោះគណៈកម្មការនឹងបន្តទទួលរហូតដល់ថ្ងៃទី5 ខែកុម្ភៈឆ្នាំ2026